death, 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 horrible death. You do allow them to take land. No. You do allow them to take land. Nobody can and then take when land. they take the land, they kill the white farmer. Donald Trump បានចោទអាហ្វ្រិកខាងត្បូងពីអំពើប្រល័យពូជសាសន៍ដែលកំពុងតែសម្លាប់ជនជាតិស្បែកសនៅទីនោះរាប់ពាន់នាក់ប្រធានាធិបតីអាមេរិក Donald Trump បានជួបជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa នៅសេតវិមានកាលពីថ្ងៃពុធកិច្ចប្រជុំនេះកាន់តែតានតឹងឡើងនៅពេលដែលត្រាំធ្វើការអះអាងមិនពិតអំពីកសិករស្បែកសដែលត្រូវបានសម្លាប់និងដណ្ដើមយកដីរបស់ពួកគេនៅអាហ្វ្រិកខាងត្បូងអញ្ចឹងត្រាំបានចោទអាហ្វ្រិកខាងត្បូងថាប្រទេសនេះកំពុងតែសម្លាប់ជនជាតិស្បែកសគឺអ្នកដែលមានស្បែកសហើយត្រាំថាការសម្លាប់នេះមិនមែនចំនួនតិចទេគឺជាអំពើប្រល័យពូជសាសន៍ទៅលើអ្នកដែលមានសម្បុរសនៅនោះមិនត្រឹមតែសម្លាប់ទេតែថែមទាំងដណ្ដើមយកដីរបស់ពួកគេនឹងទៅទៀតត្រាំបាននិយាយថាអ្នកស្បែកសនៅអាហ្វ្រិកខាងត្បូងកំពុងត្រូវបានសម្លាប់និងបង្ខំឲ្យចាក់ចេញពីទឹកដីរបស់ពួកគេគាត់បានបង្ហាញវីដេអូមួយដែលអះអាងថាជាភ្នូររបស់កសិករស្បែកសប៉ុន្តែឈើឆ្កាងទាំងនោះគឺជាផ្នែកមួយនៃបាតុកម្មមិនមែនជាភ្នូរពិតប្រាកដនោះទេត្រាំក៏បានបង្ហាញអត្ថបទព័ត៌មាននិងបាននិយាយថាជនជាតិស្បែកសអាហ្វ្រិកខាងត្បូងកំពុងត្រូវបានវាយប្រហារប្រធានាធិបតីអាហ្វ្រិកខាងត្បូងទៅជួបត្រាំនឹងគឺដើម្បីនិយាយពីការរកស៊ីជាមួយនឹងអាមេរិកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះបន្ទាប់ពីត្រាំលុបចោលជំនួយលែងជួយប្រទេសនេះទៀតតែមានណានិយាយគ្នាបានមួយផ្លែតត្រាំក៏បានប្រាប់ឲ្យបន្ថយពលឺដើម្បីចាក់វីដេអូមួយគឺនៅលើផ្លូវ highway ដែលមានឡានរាប់រយតកតុយគ្នាត្រាំថាឡានទាំងអស់នឹងបើកទៅកាន់ទុកអ្នកដែលត្រូវបានសម្លាប់ប្រហែលមាន1000ឈើឆ្កាងហើយពួកគេនឹងសុទ្ធតែជាកសិករស្បែកសតែតាមពិតវីដេអូមួយនឹងមិនមែនជាភ្នូរនោះទេវីដេអូនឹងថតតាំងពីឆ្នាំ2020មកម្លេះវាគឺជាបាតកម្មបន្ទាប់ពីមនុស្ស2នាក់ត្រូវបានសម្លាប់នៅក្នុងកសិដ្ឋានរបស់ពួកគេ Over 1,000 of white farmers and those cars are lined up to pay love on a Sunday morning. Those people were all killed. Have they told you where that is, Mr. President? No. I'd like to know where that is. តែត្រាំថាកសិករស្បែកសរាប់ពាន់នាក់ត្រូវបានសម្លាប់នៅអាហ្វ្រិកខាងត្បូងទៅវិញការអះអាងរបស់ត្រាំគឺជាផ្នែកមួយនៃទ្រឹស្ដីសំគំនិតដែលត្រូវបានចែករំលែកជាញឹកញាប់នៅក្នុងក្រុមស្ដាំនិយមជ្រុលតាមអ៊ីនធឺណិតគាត់បាននិយាយថា we have many people that feel that they are being persecuted and they are coming to the United States so we take from many locations if we feel there's persecution or genocide going on បងប្អូនត្រាំថាមនុស្សជាច្រើនបើមានអារម្មណ៍ថាពួកគេនឹងកំពុងតែត្រូវបានបៀតបៀនឬក៏កំពុងតែត្រូវបានធ្វើបាបហើយកំពុងតែភៀសខ្លួនចេញពីអាហ្វ្រិកខាងត្បូងមកអាមេរិកនេះអាមេរិកនឹងជួយអ្នកទាំងអស់នោះពីកន្លែងជាច្រើនសម្ដៅទៅលើអ្នកដែលស្បែកសនៅនោះនឹងឯងបើពួកគេគិតថាការធ្វើបាបឬក៏អំពើបល្ល័យពូជសាសន៍នឹងកំពុងតែកើតឡើងនៅនោះអាមេរិកនឹងជួយពួកគេនៅក្នុងកិច្ចប្រជុំមួយហ្នឹងElon Musk ក៏នៅនឹងផងដែរគាត់មានដើមកំណើតមកពីអាហ្វ្រិកខាងត្បូងហើយបានគាំទ្រការអះអាងរបស់ត្រាំអំពីអំពើបល្ល័យពូជសាសន៍ទាំងអស់នឹងRamaphosa បាននាំកីឡាករវាយកូនហ្គោលអាហ្វ្រិកខាងត្បូងស្បែកសដ៏ល្បីល្បាញមកចូលរួមក្នុងកិច្ចប្រជុំនេះដោយសង្ឃឹមថានឹងផ្ដោតទៅលើពាណិជ្ជកម្មសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទី2របស់អាហ្វ្រិកខាងត្បូងហើយប្រទេសនេះកំពុងតែប្រឈមនឹងពន្ធនាំចូល 30% របស់ត្រាំប្រធានាធិបតីអាហ្វ្រិកខាងត្បូងដឹងថាត្រាំចូលចិត្តលេងកូនហ្គោលក៏នាំអ្នកដែលវាយកូនហ្គោលដ៏ល្បីឈ្មោះរបស់អាហ្វ្រិកខាងត្បូង2នាក់មកជួបគាត់ដើម្បីឲ្យត្រាំនឹងសប្បាយចិត្តហើយនិយាយពីរឿងរស់ស៊ីតែផ្ទុយស្រឡះពីការគិតទៅវិញ Ramaphosa នៅរក្សាភាពស្ងៀមស្ងាត់ក្នុងអំឡុងពេលជួបនេះទោះបីជាពេលដែលត្រាំចាក់វីដេអូហើយបាននិយាយថាអ្នកនយោបាយអាហ្វ្រិកខាងត្បូង Julius Malema គួរតែត្រូវបានចាប់ខ្លួនត្រាំចង់ដុតរឿងនឹងឲ្យកាន់តែក្តៅតែប្រធានាធិបតីអាហ្វ្រិកខាងត្បូងម្នាក់នេះនៅតែស្ងប់ស្ងាត់អត់ឆេវឆាវនោះទេគាត់អត់បានប្រតិកម្មហើយចោទថាអាមេរិកកំពុងតែនិយាយកុហកបំភ្លៃការពិតនោះទេ
អាហ្វ្រិកខាងត្បូងមានអត្រាឧក្រិដ្ឋកម្មខ្ពស់ដោយមានឃាតកម្មជាង 26,000 នៅក្នុងឆ្នាំ 2024 ប៉ុន្តែជនរងគ្រោះភាគច្រើនគឺជាជនជាតិស្បែកខ្មៅមានតែឃាតកម្មចំនួន 44 ប៉ុណ្ណោះដែលតាក់ទងទៅនឹងសហគមន៍កសិកម្មហើយមានតែ 8 នាក់នៅក្នុងចំណោមទាំងនោះគឺជាកសិករនៅអាហ្វ្រិកខាងត្បូងមានឧក្រិដ្ឋកម្មច្រើនគ្រាន់តែការសម្លាប់នឹងមានជាង 20,000 ករណីកាលពីឆ្នាំមុនហើយអ្នកដែលស្លាប់ភាគច្រើននឹងគឺជាអ្នកដែលមានសម្បុរខ្មៅគឺស្បែកខ្មៅអ្នកដែលស្លាប់តាក់ទងទៅនឹងកសិកម្មនឹងមានតែ 44 នាក់ទេនៅក្នុងនឹងគឺ 8 នាក់គឺជាកសិករអញ្ចឹងការលើកឡើងរបស់ត្រាំថាអ្នកដែលស្បែកសនឹងគឺខ្ទង់ពាន់អ្នកត្រូវបានសម្លាប់នៅនោះគឺអត់ពិតនោះទេត្រាំបាននិយាយកាត់ Ramaphosa នៅពេលដែលគាត់និយាយអំពីឧក្រិដ្ឋកម្មនៅអាហ្វ្រិកខាងត្បូងថាកសិករមិនមែនស្បែកខ្មៅទេ are not only white people. Majority of them are black people. And we have now The been farmers are utilizing. black. The farmers are not black. Ramaphosa បានឆ្លើយតបថាទាំងនេះគឺជាកង្វល់ដែលយើងពេញចិត្តនឹងពិភាក្សាជាមួយលោកត្រាំបានលើកឡើងម្ដងទៀតថារបាយការណ៍ព័ត៌មានជាច្រើនបានគាំទ្រការអះអាងរបស់គាត់ដោយនិយាយថាបញ្ហានេះត្រូវតែឆ្លើយតបត្រាំថារឿងដែលគាត់និយាយនេះគឺការដែលគាត់លើកឡើងទាំងបានមកនឹងគឺសុទ្ធតែមានភស្តុតាងទាំងអស់ច្បាប់កំណែទម្រង់ដីធ្លីថ្មីរបស់អាហ្វ្រិកខាងត្បូងអនុញ្ញាតឲ្យរដ្ឋាភិបាលយកដីដែលមិនបានប្រើប្រាស់សម្រាប់ជាប្រយោជន៍សាធារណៈដោយមិនបង់ប្រាក់ឲ្យទៅម្ចាស់ដីប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដីណាមួយត្រូវបានដកហូតនៅឡើយទេហើយរាល់រឿងក្តីអាចតវ៉ានៅតុលាការបានច្បាប់ថ្មីមួយនេះគឺត្រូវបានបង្កើតឡើងដើម្បីកែកំហុសកាលពីមុនគឺនៅពេលដែលជនជាតិស្បែកខ្មៅត្រូវបានធ្វើដាក់ដោយអយុត្តិធម៌ហើយអត់ឲ្យធ្វើជាម្ចាស់ដីធ្លីនោះទេរដ្ឋចង់ជួយជនជាតិស្បែកខ្មៅឲ្យមានដីខ្លួនឯងតែមិនមែនចេះតែដកហូតទេដីដែលទុកចោលអត់ប្រើប្រាស់នឹងរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងអាចយកបានហើយអត់ចាំបាច់ឲ្យលុយម្ចាស់ដីទៀតតែម្ចាស់ដីអាចប្តឹងតវ៉ាបានបើអត់សុខចិត្តឲ្យរដ្ឋយក Ramaphosa បានឆ្លើយតបថាប្រសិនបើមានអំពើប្រល័យពូជសាសន៍ប្រឆាំងទៅនឹងកសិករស្បែកសមែនបុរសទាំងនេះមិនអាចឈរជើងនៅទីនេះទេគាត់សម្ដៅទៅលើអ្នកដែលលេងកូនហ្គោល្បីឈ្មោះ2អ្នករបស់អាហ្វ្រិកខាងត្បូងហើយនឹង Johan Rupert គឺជាអ្នករស់ស៊ីម្នាក់គាត់គឺជាមហាសេដ្ឋីមកពីប្រទេសនឹងដែរប្រធានាធិបតីអាហ្វ្រិកខាងត្បូងថាបើប្រទេសគាត់មានអំពើប្រល័យពូជសាសន៍សម្រាប់អ្នកដែលមានស្បែកសនឹងពិតប្រាកដមែន3អ្នកដែលមកជាមួយគាត់លើកនេះគឺមិនអាចឈរជើងនៅនឹងនោះទេព្រោះអីពួកគេមានស្បែកស If there was Afrikaner farmer genocide, I can bet you these three gentlemen would not be here, including my Minister of Agriculture. He would not be with me. នៅចុងបញ្ចប់នៃកិច្ចប្រជុំ Ramaphosa បានព្យាយាមផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ត្រឡប់មកពាណិជ្ជកម្មវិញគាត់បាននិយាយថាប្រទេសទាំងពីរបានយល់ព្រមពិភាក្សាអំពីរ៉ែសំខាន់ហើយអាហ្វ្រិកខាងត្បូងបានស្នើទិញឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិកនៅពេលសួរម្ដងទៀតអំពីការអះអាងរបស់ត្រាំ Ramaphosa បាននិយាយយ៉ាងច្បាស់ថាមិនមានអំពើប្រល័យពូជសាសន៍នៅអាហ្វ្រិកខាងត្បូងទេប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានឆ្លើយច្បាស់ហើយថាអត់មានអំពើប្រល័យពូជសាសន៍កើតឡើងនៅអាហ្វ្រិកខាងត្បូងទេគឺអត់មានតតែសោះកុំឲ្យយល់ច្រឡំទៀតអញ្ចឹងព័ត៌មានមួយនេះគឺបងប្អូនបានឃើញហើយ Donald Trump បានចោទអាហ្វ្រិកខាងត្បូងពីអំពើប្រល័យពូជសាសន៍ដែលកំពុងតែសម្លាប់អ្នកដែលមានសបល់សអ្នកដែលស្បែកសនៅនោះមិនមែនធំតែសម្លាប់ទេថែមទាំងដណ្ដើមយកដីរបស់ពួកគេនឹងទៀតDonald Trump បានចាក់វីដេអូមួយដែលមានឡានរាប់រយតកតុយគ្នាគាត់ថាឡានទាំងអស់នឹងបើកទៅកាន់ទុកអ្នកដែលត្រូវបានសម្លាប់គឺជាអ្នកចំការស្បែកសតែវីដេអូនឹងតាមពិតថតតាំងពីឆ្នាំ2020មកម្លេះវាគឺជាបាតកម្មបន្ទាប់ពីមនុស្ស2នាក់ត្រូវបានសម្លាប់ទេត្រាំថាណាគេដែលមានអារម្មណ៍ថាពួកគេកំពុងតែត្រូវបានធ្វើបាបអាមេរិកនឹងជួយអ្នកស្បែកសទាំងអស់នឹងហើយច្បាប់ដីធ្លីថ្មីរបស់អាហ្វ្រិកខាងត្បូងអាចដកហូតយកដីដែលទុកចោលអត់ប្រើប្រាស់រដ្ឋអាចធ្វើបានដោយអត់ចាំបាច់បង់លុយឲ្យម្ចាស់ដីទេតែម្ចាស់ដីអាចប្តឹងតវ៉ាបានបើអត់សុខចិត្តឲ្យរដ្ឋយកប្រធានាធិបតីអាហ្វ្រិកខាងត្បូងថាបើពួកគេសម្លាប់អ្នកស្បែកសមែនអ្នកលេងកូនហ្គោល្បីឈ្មោះ2នាក់ហើយនឹងមហាសេដ្ឋីស្បែកសមកពីប្រទេសនេះអត់អាចឈរជើងនៅអាមេរិកជាមួយនឹងគាត់ពេលនេះនោះទេElon Musk ដែលមានដើមកំណើតមកពីអាហ្វ្រិកខាងត្បូងនឹងគាំទ្រនៅអ្វីដែលត្រាំនិយាយដោយសារតែ
ការដែលកាប់សម្លាប់គ្នានៅនោះគឺច្រើនខ្លាំងណាស់នៅអាហ្វ្រិកខាងត្បូងហ្នឹងទោះបីជាអ្នកដែលស្លាប់ហ្នឹងមិនមែនសុទ្ធតែជាអ្នកដែលស្បែកសទាំងអស់ក៏ដោយអញ្ចឹងព័ត៌មានថ្ងៃនេះគឺមានប៉ុណ្្នឹងហើយបងប្អូនយើងចាំជួបគ្នានៅវីដេអូក្រោយ